ការគ្រប់គ្រងហិរញ្ញវត្ថុគឺជាជំនាញសំខាន់ណាស់សម្រាប់ការរស់នៅក្នុងយុគសម័យបច្ចុប្បន្ននិងអនាគតព្រោះក្នុងពេលដែលចំណាយកើនឡើងប្រាក់ចំណូលមិនមែនជាអ្វីដែលធានាសុវត្ថិភាពទៀតទេតែជាការដឹងគ្រប់គ្រងប្រាក់ដែលធ្វើឲ្យជីវិតមានស្ថិរភាពព្រោះសម័យនេះហើយបើនៅតែរស់សម័យនេះត្រូវតាមផ្លាស់ប្ដូរទម្លាប់ក្នុងការរស់នៅចាស់ចោលឲ្យអស់ព្រោះវាមិនអាចឲ្យយើងព្រោះសម័យមុនអាចមានប្រាក់ចាយវាយនិងការងារធ្វើតិចក៏បានហើយមិនបានណាព្រោះអ្វីមិនទាន់ឡើងថ្លៃណាហើយការចំណាយមិនមានអ្វីច្រើនកាលមុនឲ្យតែមានអ្នកធ្វើការងារគឺល្អហើយព្រោះមានប្រាក់ខែចាយហើយអ្នកខ្លះពឹងផ្អែកទៅលើប្រាក់ខែនេះតែមួយមុខហើយរស់នៅតាមសុបាយព្រោះប្រាក់ចំណូលដែលបានមកអាចចាយវាយគ្រប់គ្រាន់ដោយមិនមានបញ្ហាតែបើយើងក្រឡេកមកមើលការរស់នៅក្នុងសម័យនេះវិញបើរស់នៅតាមបរិបទមុនដោយពឹងផ្អែកទៅលើប្រាក់ខែគុំសង្ឃឹមថាអាចសន្សំប្រាក់បានសល់សំបីតែចាយក្រុមឲ្យដាច់ខាតល្មមតែដល់ពេលបើកលុយនេះមិនបានផងដោយសារតែភាពស៊ីវិល័យទៅតាមសម័យកាលកាលមុនទិញកាហ្វេទិញតាមតូបធម្មតាគឺអាចសេវលុយបានមួយចំនួនតែសម័យនេះវិញមនុស្សត្រូវការសម្លេងគ្នាដើម្បីលើបណ្ដាញសង្គមដើម្បីបាន like បានអ្នកមើលច្រើនអ្នកខ្លះហូបកាហ្វេក្នុងម៉ាស៊ីនត្រជាក់មួយកែវតម្លៃថ្លៃជាងតាមតូបខុសគ្នាមួយដើម្បីតែមនុស្សមិនទៅព្រោះវាបានថតរូបស្អាតហើយមើលទៅស៊ីវិល័យនិងឆាយនាំគ្នាបង្កើនការចំណាយចំណែកអ្នកខ្លះទៀតរត់តាមសង្គមដោយការទិញទំនិញសម័យនេះមានភាពងាយស្រួលគឺមនុស្សនាំគ្នាទិញទំនិញតាមអនឡាញគឺជាវិធីទិញរបស់តាមអ៊ីនធឺណិតដោយប្រើទូរស័ព្ទឬកុំព្យូទ័រវាងាយស្រួលរហ័សហើយអាចប្រៀបធៀបតម្លៃបានការទិញទំនិញបែបនេះមានភាពងាយស្រួលនិងមានអត្ថប្រយោជន៍សន្សំពេលវេលាមានជម្រើសច្រើននិងតម្លៃប្រកួតប្រជែងអាចអានការវាយតម្លៃពីអ្នកទិញមុនហើយតម្លៃធូរថ្លៃតែភាពងាយស្រួល convenience នៃការទិញទំនិញតាមអនឡាញជាញឹកញាប់ធ្វើឲ្យចំណាយកើនប្រសិនបើមិនគ្រប់គ្រងល្អមូលហេតុដែលធ្វើឲ្យចំណាយកើនទិញដោយអារម្មណ៍ impulse buying ព្រោះចុចទិញបានភ្លាម promotion បញ្ចុះតម្លៃប៉ុន្តែទិញអ្វីដែលមិនចាំបាច់មិនមានអារម្មណ៍ថាលុយចេញពីដៃដូចជាទិញផលថ្លៃដឹកជញ្ជូននិងថ្លៃបន្ថែមតូចច្រើនដងវិធីគ្រប់គ្រងមិនឲ្យចំណាយហួសកំណត់ថវិកាមុនពេលចូលមើលដាក់ក្នុងកន្ត្រាក់ហើយរងចាំមកព្រីមុនម៉ោងមុនចុចទិញតែអ្វីដែលត្រូវការមិនមែនចង់បានតាមដានចំណាយប្រចាំសប្តាហ៍ឬខែបិទការជូនដំណឹងពីបញ្ចុំតម្លៃសម័យថ្មីត្រូវរៀនគ្រប់គ្រងប្រាក់មិនមែនពេលរកបានច្រើនចាយច្រើនតាមចំណង់តាមការចង់បានទេព្រោះពេលរកមិនបានវាពិបាកណាស់ព្រោះមានតែយើងខ្លួនឯងទេដែលដឹងថាពិបាកនិងមានតែយើងខ្លួនឯងទេដែលត្រូវសន្សំហើយក៏មានតែខ្លួនយើងទេដែលត្រូវតែខំប្រឹងប្រែងរកប្រាក់បន្ទុកហើយត្រូវចាំថាការដែលមានលុយមួយប្រភេទដែលចំណាយហើយមានសេរីភាពនិងមានតម្លៃគឺលុយដែលរកបានមកដោយខ្លួនឯងលុយរកបានដោយខ្លួនឯងស្មើសេរីភាពនិងភាពមោទនភាពមិនមែនមានន័យថាយើងអាចរកបានចាយមិនខ្វល់ពីការចំណាយទេតែយើងត្រូវយល់ថាបើយើងរកបានច្រើនយើងអាចចាយវាយបានដោយខ្លួនឯងហើយមិនមានអ្វីអាចទៅបិទសិទ្ធិយើងបានគ្រប់យ៉ាងទេលុយរបស់យើងគ្រប់គ្រងជីវិតខ្លួនយើង earn your own money own your future money earned by yourself lasts longer and feels better តែពេលដែលប្រាក់នៅតិចនឹងឯងរកអ្នកដែលគ្រប់គ្រងប្រាក់បានល្អនឹងមិនភ័យអនាគតទោះប្រាក់ចំណូលមិនធំក៏ដោយគ្រប់គ្រងពេលវេលានិងវិនិយោគលើខ្លួនឯងអ្នកដែលមិនផ្លាស់ប្ដូរនឹងត្រូវសម័យប្ដូរគេជំនួសការគ្រប់គ្រងហិរញ្ញវត្ថុមិនមែនមានន័យថារកប្រាក់បានច្រើនប៉ុណ្ណោះទេប៉ុន្តែមានន័យថាដឹងគ្រប់គ្រងប្រាក់ដែលខ្លួនមានឲ្យបានល្អការគ្រប់គ្រងហិរញ្ញវត្ថុល្អគឺចាប់ផ្ដើមពីកត់ត្រាប្រាក់ចំណូលនិងចំណាយរាល់ថ្ងៃសន្សំប្រាក់និងចំណាយកាត់បន្ថយចំណាយមិនចាំបាច់កំណត់គោលដៅហិរញ្ញវត្ថុច្បាស់លាស់វិនិយោគលើខ្លួនឯងនិងអនាគតមនុស្សដែលមានវិន័យហិរញ្ញវត្ថុនិងមានសេរីភាពក្នុងជីវិតទោះប្រាក់ចំណូលមិនច្រើនក៏ដោយការគ្រប់គ្រងហិរញ្ញវត្ថុល្អជាគន្លឹះនាំទៅរកជីវិតមានស្ថិរភាពតោះបើរាល់ថ្ងៃមានតែប្រាក់ខែមួយមុខទេមកបង្កើតមុខរបរការងារបន្ថែមទៀតដើម្បីបង្កើតប្រាក់បន្ទាប់ពីប្រាក់ខែមុខរបរក្រៅម៉ោង part time ឬ side hustle សម្រាប់អ្នកចង់មានលុយរកបានដោយខ្លួនឯងស្មើ
ជាមុខរបរក្រៅម៉ោងដែលចាប់ផ្ដើមងាយនិងចំណាយតិចតួចបង្កើត Facebook Page ឬ TikTok Account ថតរូបនិងវីដេអូខ្លីៗជាប្រចាំលក់ល្អត្រូវធ្វើអ្វីថតវីដេអូបង្ហាញការប្រើប្រាស់ពិតនិយាយពីបញ្ហាចំណោះស្រាយលទ្ធផល live លក់ពេលល្ងាចឬចុងសប្តាហ៍ឆ្លើយឆាតឲ្យលឿននិងគួរសម caption ខ្លីៗសម្រាប់លក់មុខរបរក្រៅម៉ោងតែចំណូលពិតលក់អនឡាញពីផ្ទះក៏មានសេរីភាពចាប់ផ្ដើមលក់អនឡាញថ្ងៃនេះរកចំណូលដោយខ្លួនឯងគន្លឹះសំខាន់កុំចាប់ផ្ដើមទំនិញច្រើនពេកសាក់លបងវាលទ្ធផលនិងកែតម្រូវស្មោះត្រង់ជាមួយអតិថិជនអាជីវកម្មវែងបើអ្នកចង់ខ្ញុំអាចជួយជ្រើសទំនិញសរសេរ caption ឬគ្រោងវីដេអូ TikTok លក់ឲ្យទ្រឹងទីផ្សារកម្ពុជា Affiliate Marketing ផ្សព្វផ្សាយ link ទំនិញបង្កើតវីដេអូ TikTok ឬ Reels Design ឬ Edit វីដេអូសរសេរអត្ថបទឬបោកផ្លែបង្រៀនតាមអនឡាញរកខ្លួនឯងឲ្យឃើញហើយរកជំនាញមួយយកមកសម្រួតហើយពង្រឹងដោយប្រើជំនាញនោះមករកលុយឲ្យខ្លួនឯងវិញមានន័យថាប្រើប្រាស់ចំណេះជំនាញឲ្យអស់ពីលទ្ធភាពដើម្បីបានប្រាក់មកបន្ថែមឲ្យចំណូលប្រចាំខែប្រចាំថ្ងៃនិងប្រចាំឆ្នាំ Dropshipping Freelance Online Caption ខ្លីៗអាចមុខរបរក្រៅម៉ោងស្មើលុយផ្ទាល់ខ្លួនស្មើសេរីភាពមិនចាំបាច់ចេញពីការងារក៏អាចរកលុយបន្ថែមបានអ្នកចង់បានមុខរបរក្រៅម៉ោងសមស្របតាមស្ថានភាពអ្នកមានទូរស័ព្ទប៉ុណ្ណោះមានពេលតិចឬមិនចង់វិនិយោគប្រាប់ខ្ញុំបានបង្កើតវីដេអូ TikTok ឬ Reels មុខរបរក្រៅម៉ោងដែលប្រើតែទូរស័ព្ទក៏អាចរកលុយបាន Technology File គំនិតវីដេអូងាយៗលក់អនឡាញបង្ហាញមុននិងក្រោយប្រើបញ្ហាដែលអតិថិជនជួបចំណោះស្រាយ review ពិតៗនិយាយពីអ្វីល្អនិងត្រូវប្រុងប្រយ័ត្ន caption ខ្លីៗលក់អនឡាញពីផ្ទះស្មើសេរីភាពចាប់ផ្ដើមតូចរកលុយដោយខ្លួនឯងមុខរបរក្រៅម៉ោងតែគោលដៅធំគន្លឹះឲ្យវីដេអូឡើង rich ថតបញ្ឈរ design ឬ edit វីដេអូមុខរបរក្រៅម៉ោងដែលអាចរកលុយបានពីជំនាញត្រូវមានអ្វីខ្លះទូរស័ព្ទឬកុំព្យូទ័រ app ងាយប្រើ CapCut Canva VN Premiere ជំនាញមូលដ្ឋាន Cut Text Music Transition ប្រភេទការងារដែលមានតម្រូវការ Edit វីដេអូ TikTok ឬ Reels ប្រូម៉ូវីដេអូសម្រាប់ Page លក់ Subtitle ឬ Caption វីដេអូ Short វីដេអូ15ទៅ60វិនាទី Before After វីដេអូបើរាល់ថ្ងៃមានតែប្រាក់ខែមួយទេមកបង្កើតមុខរបរការងារបន្ថែមទៀតដើម្បីបង្កើតប្រាក់បន្ទាប់ពីប្រាក់ខែរកអតិថិជនយ៉ាងលឿននិត Post sample នៅ Facebook ឬ TikTok Inbox Page លក់អនឡាញ Group Facebook Freelancer ឬ Online Seller Fiverr ឬ Upwork បើចង់អន្តរជាតិតម្លៃគំរូចាប់ផ្ដើមវីដេអូខ្លី15ទៅ30វិនាទី$5 Package 10វីដេអូក្នុងមួយខែ50ទៅ$150 Design Thumbnail ឬ Text បន្ថែមតម្លៃ Caption សម្រាប់ថតលក់មានជំនាញ Edit វីដេអូស្មើមានលុយផ្ទាល់ខ្លួន From skills to income Edit today Earn tomorrow គន្លឹះសំខាន់កុំរងចាំល្អ 100% ចាំចាប់ផ្ដើមធ្វើ sample ឥតគិតថ្លៃ1ទៅ2ដើម្បីទាក់ទាញអតិថិជនធ្វើការងារឲ្យលឿននិងត្រឹមត្រូវសរសេរអត្ថបទឬបកប្រែមុខរបរក្រៅម៉ោងដែលប្រើខួរក្បាលបំលែងជាចំណូលប្រភេទការងារពេញនិយមសរសេរ caption លក់ទំនិញអត្ថបទ blog ឬ Facebook post script វីដេអូ TikTok ឬ Reels បកប្រែខ្មែរនិងអង់គ្លេស rewrite ឬ proofread ត្រូវមានអ្វីភាសាខ្មែរត្រឹមត្រូវនិងទាក់ទាញអង់គ្លេសកម្រិតមូលដ្ឋានទៅមធ្យមទូរស័ព្ទឬកុំព្យូទ័រ Google Docs ឬ Word របៀបរកអតិថិជន Post sample ការងារមុននិងក្រោយប្រើ Group Facebook Online Seller Freelancer Inbox Page លក់អនឡាញ Fiverr ឬ Upwork តម្លៃគំរូចាប់ផ្ដើមវីដេអូខ្លី15ទៅ30វិនាទី$5អត្ថបទខ្លី15ទៅ$50បោះប្រែមួយទំព័រ5ទៅ$15 Package ប្រចាំខែ50ទៅ$150 Sample Caption អាចប្រើបានជំនាញសរសេរស្មើសេរីភាព Fiverr ឬ Upwork វេទិកា Freelance អន្តរជាតិដើម្បីរកលុយពីជំនាញខុសគ្នាយ៉ាងដូចផ្ដេច Fiverr អ្នកបង្កើតសេវា Gig សម្រាប់អតិថិជនមុខទិញសមស្របសម្រាប់អ្នកចាប់ផ្ដើមតម្លៃចាប់ពី$5ឡើង
Upwork អ្នកដាក់ proposal ទៅការងារតម្លៃខ្ពស់ជាងប៉ុន្តែប្រកួតប្រជែងខ្លាំងសមស្របសម្រាប់អ្នកមានបទពិសោធន៍ជំនាញពេញនិយម video editing TikTok ឬ Reels content writing ឬ translation graphic design social media management data entry របៀបចាប់ផ្ដើមឲ្យមានឱកាស profile ត្រូវច្បាស់ plus ជំនាញជាក់លាក់ upload sample ការងារពីទៅតាមប្រែ title ច្បាស់ឆ្លើយឆាតរឿងគន្លឹះឲ្យបានអតិថិជនដំបូងតម្លៃសមរម្យដើម្បីយក review ផ្ដល់ bonus តូចៗកុំ copy proposal caption លើ profile turning skills into global income from Cambodia to the world your success is my job កុំហូបគួរជៀសវាង profile មិនពេញមិន upload sample ឆ្លើយយឺតសន្យាលើសមត្ថភាព 1. Upwork គឺជាគេហទំព័រដ៏ធំបំផុតមួយសម្រាប់អ្នកធ្វើការបែប freelance ទូទាំងពិភពលោកនិងជំនាញគ្រប់ប្រភេទវាប្រើប្រាស់ប្រព័ន្ធដាក់ពាក្យស្នើ proposal ទៅលើគម្រោងដែលអតិថិជនបានប្រកាសដូច្នេះអ្នកអាចបង្កើតប្រវត្តិរូបបញ្ជាក់អំពីជំនាញដែលខ្លួនមាននិងបង្ហាញបទពិសោធន៍នៃការងារដែលខ្លួនធ្វើតម្រូវការនៅលើ Upwork អាចមានខ្ពស់ប៉ុន្តែបើអ្នកជឿជាក់លើជំនាញខ្លួនឯងកន្លែងនេះនឹងក្លាយជាផ្លូវបង្កើតប្រាក់ចំណូលខ្ពស់ 2. freelancer.com ជាគេហទំព័រមួយផ្សេងទៀតដែលមានគម្រោងជាច្រើនសម្រាប់អ្នកធ្វើការបែប freelance អ្នកអាចដេញថ្លៃលើគម្រោងដោយផ្ដល់នូវពិពណ៌នាអំពីសមត្ថភាពរបស់អ្នកគេហទំព័រនេះផ្ដល់ឱកាសសម្រាប់ការងារផ្នែករចនា design សរសេរនិងការបញ្ចូលទិន្នន័យនិងកម្មវិធីជាច្រើន 3. Fiverr គឺជាគេហទំព័រដែលអ្នកអាចបង្កើតសេវាកម្មផ្ទាល់ខ្លួន gig ខណៈតម្លៃចាប់ពី$5ប៉ុណ្ណោះវាស័ក្តិសមបំផុតសម្រាប់អ្នកចាប់ផ្ដើមដំបូងដោយអាចបង្ហាញសេវាកម្មដូចជារចនា design voice over បកប្រែនិងកាត់តវីដេអូអ្នកមិនចាំបាច់ដេញថ្លៃទេតែត្រូវចេះសរសេរមន្តនាការបង្ហាញពីអ្វីដែលអ្នកអាចធ្វើបានដើម្បីទាក់ទាញអតិថិជន 4. bongthom.com គឺជាគេហទំព័រខ្មែរដែលចំណាស់ជាងគេមួយសម្បូរការងារច្រើនក្នុងវិស័យ NGO និងអាជីវកម្មធំៗជាពិសេសការងារស្ម័គ្រចិត្តនិង freelance សម្រាប់អ្នកមានជំនាញផ្នែកសរសេរបកប្រែនិងប្រើកុំព្យូទ័រតែត្រូវផ្ញើ CV តាមអ៊ីមែលដោយផ្ទាល់ 5. Khmer 24 គឺជាគេហទំព័រទីផ្សារអនឡាញដែលប្រជាប្រិយភាពបំផុតនៅកម្ពុជាប្រសិនបើបងប្អូនកំពុងស្វែងរកការងារពេញម៉ោងឬក្រៅម៉ោងអាចចូលទៅកាន់គេហទំព័រ Khmer 24ដែលសម្បូរទៅដោយឱកាសការងារទោះយ៉ាងណាក៏ដោយវាមិនងាយស្រួលពេកទេអ្នកត្រូវជ្រើសរើស freelancers ឲ្យបានត្រឹមត្រូវដើម្បីធ្វើការជាមួយអ្នកជំហានទាំង7ខាងលើនេះនឹងជួយអ្នកពីវិធីកសាងទំនាក់ទំនងជាមួយ freelancers បានល្អ 1. ធ្វើការគោរពគ្នាទៅវិញទៅមកដំបូងបំផុតបើអ្នកជួល freelancers ឲ្យជួយនៅក្នុងអាជីវកម្មខ្នាតក្តងមួយអ្វីដែលអ្នកត្រូវផ្ដល់ឲ្យគេគឺត្រូវធ្វើការគោរពនិងឲ្យតម្លៃដល់គេព្រោះអ្នកទិញសេវាកម្មពី freelancers ហើយ freelancers ជាអ្នកផ្ដល់ជំនាញនិងធ្វើការងារដើម្បីឲ្យអាជីវកម្មអ្នកដំណើរការដូចគ្នាបង្កើនភាពស្និទ្ធស្នាលប្រៀបដូចដៃគូដែលកំពុងកសាងអាជីវកម្មរួមគ្នាមួយបើអ្នកអភិវឌ្ឍទំនាក់ទំនងរវាងអ្នកនិង freelancers បានរឹងមាំភាពជោគជ័យសម្រាប់អាជីវកម្មនឹងកើតមានចំពោះអ្នក 2. ទំនាក់ទំនងដោយផ្ទាល់ជាមួយ freelancers ចូលចិត្តការភ្ជាប់ទំនាក់ទំនងដោយផ្ទាល់និងច្បាស់មួយជាមួយម្ចាស់អាជីវកម្មព្រោះវាជួយឲ្យការងាររបស់ពួកគេមានភាពងាយស្រួលនិងត្រឹមត្រូវល្អសម្រាប់បានផលវិជ្ជមាននិងទាន់ពេលវេលាសាគិតមេថាបើអ្នកនៅសុកផ្លាស់ប្ដូរចិត្តក្នុងការងារណាមួយដែលមិនបានតាក់ទងឬផ្ដល់ដំណឹងដល់ freelancers ទាន់ពេលទេតើអាចគាត់ធ្វើយ៉ាងណាទើបអាចបត់បែនការងារទាន់តម្រូវការរបស់អ្នកមួយវិញទៀតគាត់អាចជាអ្នកផ្សព្វផ្សាយប្រយោជន៍ដល់អតិថិជនក៏អាចជាអ្នកដែលធ្វើឲ្យកិត្តិយសអ្នកអាក្រក់ដូចគ្នាព្រោះបើអ្នកច្បាស់លាស់ជាមួយគាត់អាចជាអ្នកផ្សព្វផ្សាយប្រយោជន៍ដល់អតិថិជនតែបើមិនដូច្នោះទីគាត់ក៏ជាអ្នកដែលហាមឃាត់មិនឲ្យមានអតិថិជនគ្រប់គ្រងអាជីវកម្មអ្នកដែរ 3. កាលវិធីការងារច្បាស់មួយផ្នែកមួយដែលធ្វើឲ្យទំនាក់ទំនងរវាងអ្នកនិង freelancer បានល្អគឺការរៀបចំកាលវិភាគការងារបានត្រឹមត្រូវដោយសារ freelancer អាចនឹងធ្វើការងារជាមួយអ្នក3ទៅ4ម៉ោងឬលើសពីនេះគេត្រូវធ្វើការងារឲ្យអ្នកតែកុំភ្លេចថាគេក៏មានពេលវេលាសម្រាប់ការងារផ្ទាល់ខ្លួនគេដែរ 4. ប្រព័ន្ធការងារល្អត្រូវប្រាកដថាការងាររបស់អ្នកត្រូវមានរៀបចំប្រព័ន្ធគ្រប់គ្រងឬប្រព័ន្ធអាជីវកម្មល្អដើម្បីឲ្យ freelancer ងាយស្រួលក្នុងការប្រើប្រាស់ព្រោះពួកគេមិនបាននៅក្បែរអ្នកដោយបុគ្គលិកពេញម៉ោងទេបើគាត់ធ្វើការពីចម្ងាយត្រូវធានាគាត់អាចផ្ញើឯកសារដែលគាត់ធ្វើរួចរាល់មកឲ្យអ្នកទាន់ពេលវេលាត្រាំ
លើកទឹកចិត្តនិងផ្ដល់មតិត្រឡប់ដោយសារ freelancer មិនបាននៅក្នុងការិយាល័យធ្វើការងារជាមួយអ្នកគ្រប់ពេលដូច្នេះគាត់ត្រូវការដឹងពីការងារដែលគាត់បានធ្វើថាតើត្រូវបានប៉ុណ្ណាហើយមានកំហុសប៉ុណ្ណាត្រូវប្រកាសថាអ្នកបានផ្ដល់ជាមតិត្រឡប់ទៅឲ្យគាត់ដឹងពីកំហុសភាពខ្វះចន្លោះចំណុចដែលអ្នកត្រូវការបន្ថែមពីការងាររបស់គាត់ត្រូវការលើកទឹកចិត្តពីអ្នកដែលជាម្ចាស់អាជីវកម្មព្រោះអាចបង្ហាញថាអ្នកកំពុងយកចិត្តទុកដាក់ជាមួយពួកគាត់មិនមែនជួលដាច់ថ្លៃទេ6ទទួលយកការរិះគន់ពេលខ្លះអ្នកអាចធ្វើការរិះគន់លើចំណុចមួយចំនួនដោយ freelancer ដោយហេតុចង់បានភាពល្អឥតខ្ចោះសម្រាប់ការងារអ្នកតែក៏ត្រូវចាំថាគាត់ជាអ្នកជំនាញដែលអ្នកជួលដើម្បីធ្វើឲ្យអាជីវកម្មអ្នកដំណើរការបានល្អមានចំណុចមួយចំនួនគាត់អាចនឹងដឹងជាងអ្នកក្នុងការធ្វើឲ្យការងារមួយនេះបានល្អដូច្នេះអ្នកគួរទទួលយកការរិះគន់និងមតិកែលម្អខ្លះពីគាត់ដូចគ្នា7អ្នកត្រូវស្គាល់មនុស្សឲ្យបានច្បាស់ត្រូវចាំថា freelancer ម្នាក់ៗមានជំនាញតាមផ្នែកផ្សេងៗរបស់គេបើអ្នកអាចស្វែងរក freelancer ល្អនិងត្រឹមត្រូវតាមជំនាញអ្នកនឹងមិនខាតប្រាក់ច្រើនដើម្បីជួលមនុស្សសម្រាប់អាជីវកម្មរបស់អ្នកឡើយដូច្នេះអ្នកគួរកសាងទំនាក់ទំនងជាមួយ freelancer ឲ្យបានរឹងមាំដើម្បីទទួលបានអ្វីដែលអ្នកចង់ឲ្យពួកគេផ្ដល់ត្រឡប់មកឲ្យអ្នកតើការងារឯករាជ្យ freelance job ជាការងារដែលធ្វើការតិចបានលុយច្រើនមែនដែរឬទេចម្លើយគេប្រកាសណាស់វាជាការពិតការងារឯករាជ្យពិតជាអាចរកចំណូលបានល្អដោយចំណាយពេលខ្លីពិតមែនក៏ប៉ុន្តែតំណែងអាក្រក់នោះគឺមិនមែនគ្រប់គ្នាសុទ្ធតែអាចធ្វើបែបនេះបាននោះទេ freelancer ខ្លះអាចរស់ស្រួលដោយប្រើជំនាញដែលគេមានតែក៏មាន freelancer ខ្លះទៀតរកព្រឹកខ្វះល្ងាចចំនួនមិនស្ថិតស្ថេរហត់នឿយស្ទើរស្លាប់ខ្លួនក៏នៅរកលុយមិនបានប្រហែលនឹងធ្វើការឲ្យគេផងហេតុអ្វីទៅជាដំបូងសូមមកស្វែងយល់ថាហេតុអ្វីអាជីវកម្មមួយហ៊ានចំណាយលើ freelancer គេទិញកម្លាំងពលកម្មដែលអ្នកមានវាជារឿងធម្មតាទេថាអាជីវកម្មហ៊ានចាយតិចតួចប៉ុណ្ណោះប្រសិនបើ freelancer យកកម្លាំងពលកម្មឬពេលវេលារបស់ខ្លួនទៅដោះដូរជាកម្រៃសេវាកម្មគេទិញចំណេះដឹងជំនាញដែលអ្នកមានគេហ៊ានឲ្យក្បួសបន្តិចបើអ្នកប្រើប្រាស់ជំនាញរបស់អ្នកដើម្បីសម្រេចការងារដែលគេចង់បានគេទិញបទពិសោធន៍របស់អ្នកប្រសិនបើអ្នកលក់បទពិសោធន៍ដែលអ្នកធ្លាប់ជួបឲ្យកាន់អាជីវកម្មមួយនោះគេនឹងហ៊ានឲ្យថ្លៃកាន់តែខ្ពស់ព្រោះថាបទពិសោធន៍របស់អ្នកមិនត្រឹមតែធ្វើឲ្យគេចំណេញពេលវេលានោះទេវាក៏បានជួយឲ្យគេរួចផុតពីការខាតបង់ប្រកាសទៅលើការសាក់លបងមិនចាំបាច់មួយចំនួនផងដែរគេទិញភាពស្ទាត់ជំនាញរបស់អ្នកលើសពីបទពិសោធន៍អាជីវកម្មមួយហ៊ានចំណាយកាន់តែច្រើនបំផុតទៅលើភាពជំនាញរបស់អ្នកព្រោះថាលើសពីចំណេញពេលវេលានិងលុយកាក់គេអាចទទួលបានលទ្ធផលលឿនរហ័សប្រកបដោយទំនុកចិត្តខ្ពស់បំផុតដូច្នេះហើយបើអ្នកមានភាពស្ទាត់ជំនាញលើការងារដែលអ្នកកំពុងធ្វើអ្នកនឹងអាចធ្វើវាបានដោយជោគជ័យត្រឹមតែ2ទៅ3ម៉ោងក្នុងមួយថ្ងៃហើយអ្នកអាចរកចំណូលបានយ៉ាងច្រើនព្រោះថាអ្នកបានផ្ដល់ទំនុកចិត្តទៅដល់ម្ចាស់លុយបានច្រើនជាងអ្នកដទៃសរុបមកវិញមិនមែនថាធ្វើការត្រឹម2ទៅ3ម៉ោងក្នុងមួយថ្ងៃសោះក៏អាចបានចំណូលខ្ពស់ទេវាទៅមិនរួចទេជាការពិតវាទៅរួចសម្រាប់ professional freelancer នៅស្រុកយើងទៅហើយព្រោះថាគេមានរបប3ដែលម្ចាស់អាជីវកម្មត្រូវការនិងហ៊ានចំណាយលើថ្លៃសេវាកម្មជំនាញនោះគឺចំណេះដឹងជំនាញបទពិសោធន៍និងភាពស្ទាត់ជំនាញតំណែងឡៅនោះគឺមិនថាអ្នកស្ថិតនៅក្នុងដំណាក់កាលណានោះទេអ្នកនៅតែអាចកសាងសមត្ថភាពខ្លួនបានដោយចាប់ពីមនុស្សមិនទាន់ចេះអ្វីសោះរហូតក្លាយទៅជាអ្នកធ្វើការឯករាជ្យអាជីព1តបបាន
เว็บไซต์นี้คือบังการล้างโดยก้อนขแมระบอยเยิงตั้งปีชนปีพ้นดับพรำบุญหนึ่งเว็บไซต์ดำบงเก้ในขแมได้ประโมพดมฟรีแลนเซอร์หมอกซึ่งปีกรุ๊ปพนัยเอาไว้ได้ปีเสนุคือในเลือตัวบ้านก็อนุญาตเอาเยิงโจยตัวบัมปิงปรเมียนมูจุมนวนดำใบคล้ายเจฟรีแลนเซอร์ในเลือแพลตฟอร์มนี้บานได้การได้เนถึงออกเนียบชั่วปรเมียนในเลือแพลตฟอร์มนี้คือดำใบงีสรัวดอนเนตได้กำปงเมียนตำรอยกาอาจโจหมกแฉกเมือเนแต่ตองหมกเยิงดำใบเทือกำรงนามวยปีขมาเทคมาคิดนิจีเว็บไซต์ทำไมเราบักมาเฉมือนโดลกัมพูชีบนจุดศูนย์ได้เติบดะสัมโพธจีเพลย์ก้าการปีไข่ธนูชนำปีปอนมาไพ่ปีกำลองตื้อทำไมนี่ในเลิศธนาทำไมนี่ได้ก็อนุญาตอ่อยเนี่ยบุ้มเป้งเนื้อโปรเมียนดำใบเทื่อจีฟรีแลนเซอร์บางผ่องได้เอาไว้ได้สำคัญนุสำหรับเนี่ยได้กำปงตรึกาฟรีแลนเซอร์เลยจุ่มเนียงโดยเจีย Data Science Big Data Science Architecture Information Technology Engineering ก็ไอโจเตยสวายรอกเนื้อขนมขมาเทคมาคิดบานโดยเคียใบ Working นาเว็บไซต์สวายรอกการงีดอกปิงนิยมมวยในกัมพูชีนี้ก็เสือซานุสนึกบุคลิกได้มีบำน้องจองปลายคล้วนแต่เจฟรีแลนเซอร์หรือเนี่ยทัวกาไอกระเรียกก็ไอโจบังปิงเนื้อปรเมียนมวยจุ่มล้นดำใบบังไฮนปรเมียนแต่งอ่ะโนในเลือเว็บไซต์ Working นาบานผ่องใบการเงี้ยเลอติฟซาเมียนจานประเภทเมียนแต่งการเงี้ยได้ประดอสัมเปียดครั้งนึ่งประเภทการเงี้ยได้ทัวไอเนะบำไรการเงี้ยริกเรียหนึ่งทัวข้างกรอมนี้จีการเงี้ยจุ่มล้นประมวยมันเมียนสัมเปียดปีเมเกยและอ้อสำหรับเนะจองศึกษาบันเดอร์ทัวก้าบันดาหมุยเนะดึกจินจูนบะเมียนโมโตจีสรับในไอเปรประโมโตระบเนะนำใบรกกำไรบันแทมในเกล้ามองศึกษาโดยไอทัวจีเนะดึกจินจูนมาฮบอาหาเอาไอเสวากรรมดึกจินจูนมาฮบหรือตามหางในนี้ได้เมียนดอเสวาดึกจินจูนปีบังการวิดีโอบังฮอตเลย YouTube เมียนตรำตายสมาร์ทโฟนมือเครื่องรวมหนึ่งคอมพิวเตอร์มวยในไอจะประดามการผลิตวิดีโอสำหรับบังฮอตเลย YouTube โดยไอผลิตวิดีโอตามจำนองจำนวนจัดระบเนี่ยเปได้วิดีโอระบเนี่ยเมียนจำนวนตุสนาจรานนูไอบังการจำนวนบ้านอย่างใหญ่ใบตัวทาตอมสัดจินจำเนี่ยโจจัดสัดจินจำจะบาเจมันแชะเนยฮอตไลน์สำหรับการงี้ตัวทาตอมสัดจินจำนี่อาจบานเลงชิมวยสัดจินจำห้อยไอโรคจำนวนบ้านบันติกบันตุ้ยนาเปตุ่มเนปีการศึกษาติดพองบุญเนี่ยบอกปลายการงี้นี่ละอบังพดสำหรับเนี่ยได้เรียนเพียซาบันแทมปีเลอเพียซากำนาดอบอกคลวนมันตรมแต่อาจช่วยบังการจำเนตดังเตะตองหนึ่งเพียซาอันตรเจียดบันเนาะปันใต้ก็ไอตัวบ้านประกำไรบันติบันตุ้ยปีกางีบอกไร้ผ่องได้ปรำรถพาสอัพจำนายเลยมือกำจับดองใบติ้งกองตีหมกประคือไอพดาลพอประโยชน์จรานบำพดสำหรับนิสิตในไอโยกกองตีเจมาเทใบทัวดำนาห้อยไอจะรวยคลายดามติงกองตีบ้านเตียดพองประมวยเนะทอดรูปบานเนะเมียนมาซินทอดรูป DSLR มวยหนึ่งมีจำเนะดังแตะตองหนึ่งการทอดรูปมันติกบันตัวได้นุไอสะละบองเธอจีเนะทอดรูปกล่าวมองเนะไอซุ่มเธอจีจุ่มน้อยดอดรุมทอดเนื้อสรกโลกหรือไอเจนทอดรูปโดยคล้วนอ่างบ้านโดยเฉลี่ยทอดรูปไอหมดเพียระบอกคล้วนในขนมกรรมวิธีปีแสนามวยบ้านเตียดพอง